រាល់ថ្ងៃគឺជាការចាប់ផ្ដើមថ្មីមានន័យថាមិនថាអ្វីកើតឡើងកាលពីម្សិលមិញកំហុសការជឿចាប់ឬការបរាជ័យថ្ងៃនេះយើងនឹងមានឱកាសសាកល្បងឡើងវិញការដកដង្ហើមជ្រៅជួយឲ្យយើងទប់ស្កាត់ចិត្តទម្លាក់អារម្មណ៍អវិជ្ជមាននិងផ្ដោតលើពេលបច្ចុប្បន្នការញញឹមគឺជាសកម្មភាពតូចមួយប៉ុន្តែមានអំណាចធ្វើឲ្យអារម្មណ៍ល្អឡើងវិញហើយទាក់ទាញអាកាសធាតុវិជ្ជមានជីវិតមានឡើងមានចុះប៉ុន្តែគន្លឹះគឺត្រូវចាប់ផ្ដើមឡើងវិញជាមួយក្តីសង្ឃឹមនិងកម្លាំងចិត្តឧទាហរណ៍សូមគិតពីសិស្សម្នាក់ដែលបរាជ័យក្នុងការប្រឡងសំខាន់មួយផ្ទុយពីការលះបង់គាត់ភ្ញាក់ឡើងនៅព្រឹកថ្ងៃក្រោយដកដង្ហើមជ្រៅញញឹមហើយចាប់ផ្ដើមរៀនឡើងវិញដោយផែនការល្អជាងមុនចុងក្រោយគាត់បានជាប់ប្រឡងហើយសម្រេចបានគោលដៅព្រោះគាត់ជ្រើសរើសចាប់ផ្ដើមឡើងវិញ